រកឃើញផុសតាំងបញ្ជាក់ថាខ្មែរពិតជាមានដើមកំណើតពីនេះតែរឿងគួរឲ្យហួសចិត្តសៀមអះអាងថាខ្លួនគេក៏ពូជពងនេះដែរទាំងបុរាណវិទូបារាំងនិងខ្មែរព្រឺអស់អង្គប្រានក្រោយរកឃើញក្របធ្លោកកប់នៅក្រោមប្រាសាទភិមានអាកាសដែលជាផុសតាំងបង្ហាញថារឿងព្រេងនិទានអំពីនគរគោកធ្លោកពិតជាមានមែនបាទតាមរឿងព្រេងនិទានដំណាលថានៅកណ្ដាលមហាសាគរដ៏ធំល្វឹងល្វើយមានកោះមួយបានលេចឡើងនៅលើកោះមានដើមធ្លោកមួយដើមធំដែលជាទីប្រសពស្នេហ៍រវាងព្រះនាងសោមាដែលជាកូនស្ដេចនាគបានឡើងមកលើកោះជួបនឹងព្រះបាទកៅឌិនភាគច្រើនគេស្គាល់ព្រះអង្គថាព្រះថោងតោងស្បៃនាងនាគអ្នកទាំងពីរបានចាប់ដៃគ្នាកសាងនគរមួយឡើងហៅថានគរគោកធ្លោកព្រោះតែនៅលើកោះមានដើមធ្លោកមួយដើមធំប្រវត្តិរឿងរ៉ាវព្រះបាទកៅឌិននិងព្រះនាងសោមាកូននាគតាក់ទងនឹងដើមកំណើតដំបូងនៃពូជសាសន៍ខ្មែរយើងដែលព្រះនាងសោមាជាម្ដាយដើមរបស់យើងនេះឯងតែរឿងគួរឲ្យហួសចិត្តពួកសៀមក៏អះអាងថាខ្លួនគេក៏ជាពូជពងនេះដែរយ៉ាងណាក៏ដោយបុរាណវិទូចម្រុះជាតិសាសន៍ដែលមកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអរិយធម៌ខ្មែរពួកគេមានការស្ញប់ស្ញែងអំពីការប៉ិនប្រសពដឹកនាំប្រទេសកសាងប្រាសាទសិលានានាដែលបង្កប់នៅអាថ៌កំបាំងចាក់ស្រេះរកគិតមិនត្រូវរហូតអ្នកខ្លះលន់មាត់ថាអោបុព្វបុរសខ្មែរអើយតើអស់លោកជាមនុស្សឬអតិទេពម្ដេចពួកអ្នកខ្លាំងពូកែអស់ចាម្លេះពិតមែនហើយកម្ពុជាជាទឹកដីបង្កប់ទៅដោយរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលអ្នកស្រាវជ្រាវនៅតែបន្តរុករកដើម្បីបកស្រាយពីទឹកដីដ៏អច្ឆរិយៈមួយនេះប្រាង្គប្រាសាទសិលាចារឹកមានស្ទើរគ្រប់ទីកន្លែងហើយសិតតែបង្កប់ទៅដោយអាថ៌កំបាំងរាប់ពាន់ឆ្នាំនិងបង្កើតបានជាចម្ងល់មិនចេះចប់មិនចេះហើយដល់កូនចៅជំនាន់ក្រោយតួយ៉ាងថ្មីនេះអ្នកស្រាវជ្រាវបានរកឃើញនៅអាថ៌កំបាំង5យ៉ាងតាក់ទងនឹងប្រវត្តិនៃការកកើតទឹកដីកម្ពុជាគួរឲ្យព្រឺសម្បុរបំផុតដោយក្នុងនោះទី